បាទសូមជំរាបសួរបងប្អូនជាកសិករបាទអ្នកនិយមបាទចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារទាំងអស់គ្នាបាទអញ្ចឹងវីដេអូនេះខ្ញុំចែករំលែកពុកម៉ែបងប្អូនពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំបាទថ្នាំចាក់បាទព្យាបាលនៅកូនជ្រូករាករូសខ្លាំងអញ្ចឹងណាហ្នឹងហើយអញ្ចឹងដោយសារខែនេះគឺជាខែក្តៅអញ្ចឹងកូនជ្រូកគឺនឹងឲ្យជួបប្រទះនៅបញ្ហារាករូសច្រើនមិនថាពុកម៉ែបងប្អូនបាទក៏ដូចជាខ្ញុំជាដើមទេអញ្ចឹងតែជួបហើយញ៉ាំសាទៅហ្នឹងហើយកិច្ចមិនផុតទេអញ្ចឹងនៅមុខកាមេរ៉ានេះគឺជាប្រភេទថ្នាំចាក់ព្យាបាលរាកហ្នឹងហើយអញ្ចឹងថ្នាំចាក់នេះគឺខ្ញុំប្រើ3មុខបាទ3មុខគឺពូកែខ្លាំងណាស់ហ្នឹងហើយអញ្ចឹងសម្រាប់កូនជ្រូកដែលវារាករូសខ្លាំងណាយើងប្រើថ្នាំបញ្ច្រកអត់បាត់ទេបងប្អូនហ្នឹងហើយយើងប្រើថ្នាំបញ្ច្រកបាត់ទេអញ្ចឹងតើយើងប្រើថ្នាំចាក់អញ្ចឹងណាព្រោះកាលណាកូនជ្រូកវារាកខ្លាំងវាតែងតែអស់កម្លាំងនឹងបាត់បង់ជាតិទឹកហ្នឹងហើយអាលៀបពោះវៀនអីចឹងទៅអញ្ចឹងថ្នាំ3មុខនេះគឺជួយបានណាប៉ាកែមែនតើហ្នឹងហើយអញ្ចឹងខ្ញុំក៏យកមកចែករំលែកបងប្អូនអរគ្នាហ្នឹងហើយវាមានតាំងពីពពួកថ្នាំព្យាបាលអង់ទីប៊ីតិកថ្នាំប៉ូកម្លាំងអីចឹងណាអញ្ចឹងគឺមាននៅក្នុងនោះមកផ្លេហ្មងហ្នឹងហើយបើបងប្អូនប្រើប្រាស់ថ្នាំព្យាបាលកូនជ្រូករាកខ្លាំងចាក់តាមមួយមុខគឺអត់បាត់ទេអញ្ចឹងយើងទៅប្រើ3មុខអញ្ចឹងណាអញ្ចឹងបងប្អូនគួរតែមានម្នាក់មកឈុតទុកអញ្ចឹងទៅហ្នឹងហើយពេលដែលជ្រូកយើងមានបញ្ហារាករូសខ្លាំងអាហ្នឹងគឺយើងចាក់ភ្លាមហ្មងហ្នឹងហើយកូនជ្រូកតូចៗគឺអត់ពិបាកទេណាគឺស្រួលចាប់ចាក់ទេណាហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអញ្ចឹងសូមបងប្អូនជួយចែករំលែកបន្តផងបាទហ្នឹងហើយអរគុណច្រើនបាទសូមជម្រាបលា